สุดท้ายថ្ងៃនេះខ្ញុំបានអានបញ្ចប់នៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលផែនការនេះអភិវឌ្ឍអនុវត្តចាប់ពីឆ្នាំ2024ដល់ឆ្នាំ2028ដែលត្រូវការទឹកប្រាក់វិនិយោគសរុបជាប្រមាណ$75,361 លានសហរដ្ឋអាមេរិកចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺចំណុចទី3របស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិនេះគឺការអភិវឌ្ឍមូលធនមនុស្សការអភិវឌ្ឍមូលធនមនុស្សនេះនៅក្នុងផែនការហ្នឹងមានការចែកចេញជា5ចំណុចធំចំណុចទី1គឺពង្រឹងគុណភាពអប់រំកីឡាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានស្ថាប័នចំនួន3ដែលត្រូវអនុវត្តធ្វើកិច្ចការងារនេះគឺក្រសួងអប់រំយុវជននិងកីឡាក្រសួងធម្មការនិងសាសនានិងរាជបរិទ្ធសភាចំណុចទី2គឺការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដែលស្ថាប័នដែលត្រូវអនុវត្តនៅក្នុងចំណុចនេះគឺក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំណុចទី3គឺការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនដែលស្ថាប័នចំនួន3ដែលត្រូវធ្វើការងារនេះគឺក្រសួងសុខាភិបាលអាជ្ញាធរជាតិយុទ្ធប្រយុទ្ធនឹងជំងឺអេដស៍និងក្រសួងអភិវឌ្ឍជនបទចំណុចទី4គឺការពង្រឹងគាំពារសង្គមនិងប្រព័ន្ធស្បៀងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងនេះស្ថាប័នចំនួន6ដែលធ្វើការងារគឺទី1ក្រសួងសុខាភិបាលទី2ក្រសួងសង្គមកិច្ចទី3ក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនយុវនិងយុវនីតិសម្បទាហើយទី3ក្រសួងផែនការទី4ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទី5ក្រសួងពាណិជ្ជកម្មនិងទី6ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទចំណុចទី5គឺការពង្រឹងភាពជាពលរដ្ឋដែលមានអរិយធម៌ខ្ពស់សិលធម៌សមធម៌និងបរិយាបន្នដែលនៅក្នុងចំណុចទី5នេះដែលមានស្ថាប័នចំនួន4ដែលត្រូវធ្វើការងារនេះគឺទី1ក្រសួងអប់រំយុវជននិងកីឡាទី2ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទី3ក្រសួងធម្មការនិងសាសនានិងទី4ក្រសួងកិច្ចការនារី